សួស្តីអ្នកនរគ្នាវីដេអូនេះចង់បង្ហាញទាក់ទងជាមួយនឹងការប្រើប្រាស់ mailing នៅក្នុងកម្មវិធី Word ធ្វើដូចជាសញ្ញាបត្រឬក៏ប័ណ្ណសរសើរឬក៏កាតសិស្សដែលមានឈ្មោះច្រើនមិនចាំបាច់វាយចូលមួយយើងចំណាយពេលយូរអញ្ចឹងយើងប្រើមុខងារ mailing ហ្នឹងទៅដើម្បីជួយសម្រួលការងាររបស់យើងឲ្យបានឆាប់រហ័សជាងមុនខ្ញុំមានតនន័យ2ខ្ញុំមានទី1ជាប្រភេទរបស់យើងរៀបចំឲ្យស្រេចគឺខ្ញុំធ្វើជាប័ណ្ណសរសើរហើយមួយទៀតគឺឈ្មោះរបស់សិស្សតែខ្ញុំបានដាក់នៅក្នុង Excel រួចរាល់ហើយអញ្ចឹងយើងមាន file 2ជា Word មួយដែលយើងធ្វើហ្នឹងហើយមួយទៀតគឺជា file Excel នេះ file Excel ដែលខ្ញុំបានរៀបចំឈ្មោះប៉ុណ្ណឹងជាឧទាហរណ៍សម្រាប់អ្នកនរគ្នាយល់ខ្ញុំមានឈ្មោះខ្មែរអង់គ្លេសអីចឹងទៅណាអញ្ចឹងចំពោះ file Word របស់ខ្ញុំគឺមានប៉ុណ្ណេះខ្ញុំបានរៀបចំប្រភេទប័ណ្ណសរសើរបែបនេះឥឡូវខ្ញុំបិទអានេះចេញខ្ញុំបិទតោះអញ្ចឹងដើម្បីយើងទៅកំណត់ទៅលើ mailing បានទី1បងប្អូនគ្នាយក text box ដូចខ្ញុំចេះណាយកមកដាក់គ្រប់ចន្លោះដែលយើងចង់បំពេញចូលខ្ញុំមានឈ្មោះមាន page ហើយនឹងវគ្គសិក្សារបស់គាត់ហើយខាងភាសាអង់គ្លេសក៏ដូចគ្នាដែរខ្ញុំមានពីរនឹងដូចគ្នាអូខេអញ្ចឹងខ្ញុំរៀបចំប៉ុណ្ណាឥឡូវយើងចូលទៅដាក់ទាំងគ្នាចឹងទី1បងប្អូនឈរនៅកន្លែងនេះក៏បានឬក៏យើងចូលមកនេះមកចូលមក mailing របស់យើងមកហ្នឹងហើយអញ្ចឹងយើងចូល mailing បន្ទាប់មកយើងមើលកន្លែងនេះ select recipient នេះមកអញ្ចឹងយើងយក use an existing list បាទបន្ទាប់ពីយើងយកអញ្ចឹងហើយយើង scroll មើលតើ file Excel ដែលយើងបានដាក់ឈ្មោះសិស្សទាំងប្រមាណមិញហ្នឹងគឺនៅទីតាំងមួយណាសម្រាប់ខ្ញុំដាក់នៅក្នុង desktop បាទខ្ញុំដាក់នៅក្នុង desktop នេះខ្ញុំដាក់ឈ្មោះវាថា data អញ្ចឹងបន្ទាប់ពីយើងចុចទៅលើវាហើយយើងចុច open មកនឹង open អញ្ចឹងណាបន្ទាប់ពី open ហើយបងប្អូនយក OK ទៀតមកយក OK ហើយយើងចូលលើវាអញ្ចឹងមកចូលលើប្រអប់ text box របស់យើងហ្នឹងបន្ទាប់មកយើងយកកន្លែង insert merge field នេះមកចុចទៅលើវាអញ្ចឹងឈ្មោះទី1ឈ្មោះខ្មែរអញ្ចឹងខ្ញុំយកខ្មែរ name ហើយចុច insert នេះវាចេញណាហ្នឹងហើយចុច insert មួយទៀត page ក៏ដូចគ្នាដែរខ្ញុំចុចកន្លែងហ្នឹងខ្ញុំយកជាប្រភេទនេះ page ជាភាសាខ្មែរនឹងវាចេញមកណាបន្តមកទៀតវគ្គខ្ញុំចុចដូចគ្នាវគ្គសិក្សាអូខេកន្លែងនេះឈ្មោះអង់គ្លេសយើងយកមក English name នឹងចុច close ក្រោមមួយទៀតកន្លែងនេះជាវគ្គដូចគ្នាខ្ញុំប្រើ subject មិនវាចេញបង្ហាញកន្លែងនេះខ្ញុំអត់បានយក text box យកមកដាក់ខ្ញុំ copy ពីនេះមួយខ្ញុំ copy ដាក់ហ្នឹងតែមិនចុចលើវាមកយើងដូរមកយើងដូរវាយកជា page មួយនេះចុច OK បានប៉ុណ្ណេះអញ្ចឹងដើម្បីបង្ហាញឈ្មោះទាំងប្រមាណដែលយើងមកបញ្ចូលហ្នឹងគឺយើងចុចកន្លែងនេះមក preview ចុចកន្លែងនេះមកនេះអញ្ចឹងវាបង្ហាញយើងណាបាទអញ្ចឹងមានឈ្មោះមាន page មានវគ្គសិក្សារបស់គាត់ខាងអង់គ្លេសក៏ដូចគ្នាមានដូចគ្នាទាំងអស់ហើយគឺយើងអាចមើលឈ្មោះសិស្សរបស់យើងមានប្រមាណអ្នកគឺយើងចុចនៅកន្លែងនេះមកអញ្ចឹងវាចេញបង្ហាញយើងអញ្ចឹងបាទនេះអូខេអញ្ចឹងបន្ទាប់ពីប៉ុណ្ណឹងហើយយើងចង់ export វាចេញយើងចង់ save វាយកទៅ print អញ្ចឹងយើងយកកន្លែងនេះមក finish and merge យើងចុចយកវាហើយយើងយកខាងលើពីនេះមកចុចយកខាងលើហ្នឹងតែយើងចង់បានប្រហែលពួកនៅកន្លែងនេះវាមានឲ្យយើងសរសេរតែយើងចង់បានតំបន់ទីប្រហែលចាប់ពីឈ្មោះទី1រហូតដល់ឈ្មោះទី2ឬក៏ឈ្មោះទីប្រហែលឬក៏យើងចង់ទាំងអស់ក៏បានដែរយើងចុចនៅកន្លែង all ហ្នឹងទៅគឺបានទាំងអស់ហើយឥឡូវខ្ញុំចង់បាន3នាក់អញ្ចឹងខ្ញុំចាប់ពីលេខ1ទៅដល់លេខ3ហើយចុច OK បាទនេះចាំវាចេញឲ្យយើងណាវាចេញឲ្យយើងមាន3ឈ្មោះមាន3នាក់ឈ្មោះទី1គេឈ្មោះនឹងដូចគ្នាតែគាត់រៀនពីមុខហើយឈ្មោះមួយទៀតអូខេអញ្ចឹងមាន3បន្តមកយើង save វាជា PDF ទៅរួចជាការស្រេចយើងអាច print បានដែរអញ្ចឹងវីដេអូនេះមានប៉ុណ្ណឹងអរគុណចំពោះការទស្សនាជួបគ្នានៅវីដេអូក្រោយ